ទាំងពីរប្រភេទនេះគឺជាកាមេរ៉ាក្រៅផ្ទះដ៏ល្បីមួយរបស់ brand Tahua ដែលម៉ូដែលកាមេរ៉ាទាំងពីរនេះគឺមកពី Tahua Pico Series ដែលមួយគឺជាម៉ូដែល F1 ហើយនិងមួយទៀតគឺជាម៉ូដែល P5i ហើយចំពោះកាមេរ៉ាទាំងពីរនេះគឺមានមុខងារប្រើប្រាស់គ្រប់សពបែបយ៉ាងមិនថាបង្វិលបាន360ដឺក្រេមុខងារបាញ់ភ្លើង spotlight និងសំឡេងសារ៉ែនហើយពិសេសគឺមុខងារ AI ចាប់សង្កត់មនុស្សនិងរថយន្តហើយកាមេរ៉ាទាំងពីរនេះគឺអាចថតបានដល់កម្រិត 2K ដល់ 3K ដែលអាចផ្តិតវីដេអូបានច្បាស់ល្អមែនទែនមិនថាពេលថ្ងៃឬពេលយប់ទេដោយសារ Pico F1 វាបំពាក់មកជាមួយនឹងមុខងារ Vis Color Night Vision ដែលយើងអាចមើលវាបានជា color យ៉ាងច្បាស់ល្អទោះបីជាកន្លែងគ្មានពន្លឺក៏ដោយហើយម្យ៉ាងវិញទៀតកាមេរ៉ាហ្នឹងសុទ្ធតែបំពាក់មកជាមួយនឹងមុខងារការពារជំរាបទឹកនិងធាលី IP66 ដែលវាស័ក្តិសមសម្រាប់យកទៅប្រើនៅខាងក្រៅបានអញ្ចឹងបើអ្នកទាំងអស់គ្នាចង់ប្រើជាមួយនឹងកាមេរ៉ាអាចប្រើប្រាស់បានគ្រប់ទីកន្លែងបានអ្នកទាំងអស់គ្នាអាចជ្រើសរើសជាមួយនឹង model Tahua Pico P5i បានប៉ុន្តែបើសិនទីតាំងអ្នកទាំងអស់គ្នាងងឹតខ្លាំងអ្នកទាំងអស់គ្នាអាចសាកមកប្រើជាមួយនឹង model Tahua Pico F1 វិញបានអញ្ចឹងចំពោះប្រភេទកាមេរ៉ា Tahua Pico Series នេះគឺវាមកជាមួយនឹង model ផ្សេងទៀតផងដែរមិនថាផ្នែក1ផ្នែក2 version Wi-Fi ឬក៏ version 4G ទេដែលអ្នកទាំងអស់គ្នាអាចជ្រើសរើសតាមតម្រូវការជាក់ស្ដែងបានដោយយើងមានការធានារហូតដល់12ខែផងដែរដូចនេះសម្រាប់ព័ត៌មានបន្ថែមឬចង់ប្រឹក្សាយោបល់អំពីគម្រោងឬតម្រូវការជាក់ស្ដែងអ្នកទាំងអស់គ្នាអាចឆាតទៅកាន់ Facebook Page MetaTech បាន